បន្ទាប់ពីពេលដែលគាត់ទៅខេត្តគឺគាត់តែងតែខលមកមិនថាព្រឹកមិនថាល្ងាចពេលដែលគាត់សម្រាប់ញ៉ាំបាយគឺគាត់ខលមកទោះចាឯងធ្វើអីចាឯងញ៉ាំបាយនៅតែថ្ងៃនោះគឺគាត់និយាយមកគឺរបៀបវែងឡាយនិយាយមកដូចឲ្យយើងចាប់អារម្មណ៍ពេលម៉ោង11យប់ចាគាត់ខលមកយូរគាត់ខលមកជួនកាលកន្លះម៉ោងជាង20នាទីតោះតែជួនកាលម៉ាក់ខ្ញុំប្តីឲ្យអញ្ចឹងណាបាត់ទូរស័ព្ទគេទៅអញ្ចឹងគឺរាល់តែថ្ងៃអត់ដែលឃើញដល់ពេលថ្ងៃដែលគាត់មានបញ្ហាយប់ហ្នឹងពេលព្រឹកគាត់អត់ដែលខលមកសោះក្នុងរយៈពេល2ថ្ងៃជាប់គ្នាគាត់អត់ខលមកទេតែក្នុងកំឡុងពេលយប់ម៉ោងចូលម៉ោង12ទៅម៉ោង1ទូរស័ព្ទគាត់គាត់ខលមកនាងខ្ញុំហើយខលហើយគាត់ដាច់តែដល់ពេលខ្ញុំខលគាត់វិញខលអត់ចូលទេតែម៉ោង12យប់ម៉ោង1យប់គឺគាត់ខលមកគាត់និយាយប្លែកមួយខ្ញុំគាត់ថាអូនឯងស្រឡាញ់បងអត់គាត់សួរអូនចឹងហ្មងអូនឯងស្រឡាញ់បងអត់ហើយអូនក៏និយាយពូបងឯងហ្នឹងប្លែកម៉េះតែសំឡេងរបស់គាត់ហើយនឹងសំឡេងនិយាយពីមុនគឺខុសគ្នាឆ្ងាយដូចមនុស្សផ្សេងគ្នារលកសំឡេងចាអ្នកបងគឺរលកសំឡេងដូចខ្សើដូចមនុស្សដែលវាថាគាត់អត់បានញ៉ាំបាយចឹងណាហើយឈឺចាហើយនិយាយអត់ច្បាស់និយាយដូចទូរស័ព្ទនៅផ្សេងមនុស្សនៅផ្សេងនិយាយឆ្ងាយពីគ្នាមែនតើឆ្ងាយក្នុងរយៈពេល5ថ្ងៃហ្នឹងគឺគាត់នៅតែសួរថាអូនស្រឡាញ់បងអត់អូនចង់ទៅរស់នៅជាមួយបងអត់រៀបចំខោអាវមកបងចាំអូននៅមុខផ្ទះតែសំឡេងគឺឆ្កែលូអត់ឈប់ក្នុងរយៈពេល5ថ្ងៃឲ្យតែម៉ោង11ម៉ោង12យប់គឺឆ្កែលូមកផ្ទះនេះរហូតដល់ថ្ងៃទី7ដល់ថ្ងៃទី6មិត្តភក្តិគាត់បើកឡានមកដល់មុខផ្ទះគាត់សួរខ្ញុំថាអូនឯងអត់ទៅបនសពរតនាទេគាត់និយាយចឹងហ្មងចាអូនអត់ទៅបនសពរតនាខ្ញុំថាមិនបានត្រូវទៅបនសពរតនាខ្ញុំឆ្ងល់ចឹងថាមិត្តភក្តិគាត់ហ្នឹងប្រាប់អូនចាថាមិនក៏អូនឯងអត់ទៅបនមិនក៏ចាឯងអត់ទៅបនសពរតនាសួរខ្ញុំចឹងហ្មងទាំងដែលខ្ញុំនឹងគាត់នឹងបងរតនានិយាយទូរស័ព្ទជាមួយគ្នារាល់យប់ចាខ្ញុំមានសាច់រឿងផ្ទាល់ខ្លួន2រឿងសម្រាប់ជូនពុកម៉ែបងប្អូនដែលគាត់តាមដានទស្សនានៅក្នុងកម្មវិធីរន្ធត់ចឹងណាបងរឿងទី1ពាក់ព័ន្ធនឹងអីដែរចារឿងទី1គឺពាក់ព័ន្ធនឹងខ្លួនខ្ញុំផ្ទាល់កាលពីនាងខ្ញុំអាយុ15-16ឆ្នាំចាក្នុងអំឡុងពេលហ្នឹងគឺខ្ញុំនៅរៀនតែខ្ញុំរស់នៅក្នុងខេត្តកំពង់ចាមព្រោះគេមិនតាន់ទៅកាត់មកដល់ខេត្តបូកឃ្មុំទេកាលពីមួយចំនួនហ្នឹងកាលពីជាង10ឆ្នាំមុនណាខ្ញុំធ្វើការបដានៅរៀននឹងជួយលក់ដូរម៉ាក់ខ្ញុំនៅផ្ទះតិចតួចដូចថាយើងលក់ទឹកក្លុកលក់ទឹកផ្លែឈើអីនៅមុខផ្ទះអញ្ចឹងណាចាកន្លងមកពេលហ្នឹងគឺមានគេលេងទូរស័ព្ទណាបងគេលេងស្គាល់គ្នាតាមលេខទូរស័ព្ទចំណុចនោះមិនគេមានតំណតំណងឆាតរកលេខតាមទូរស័ព្ទតាមអីអញ្ចឹងណាចាពេលដែលស្គាល់ជាមួយនឹងបងប្រុសម្នាក់គាត់រស់នៅស្រុកជិតគ្នាដែរគាត់នៅខាងត្រពាំងអាស័យនាងខ្ញុំនៅខាងចកាកស៊ូភ្នំច័ន្ទអញ្ចឹងខាងភូមិរបស់នាងខ្ញុំហ្នឹងគឺហៅភ្នំច័ន្ទចាអញ្ចឹងខាងបងប្រុសហ្នឹងគាត់នៅខាងត្រពាំងអាស័យពេលដែលមានតំណងមួយគ្នាស្គាល់គ្នាពេលមួយចំនួនហ្នឹងគឺគេហៅពូហៅចាយអញ្ចឹងណាអត់មានបងអូនដូចចំនួនឥឡូវទេហើយណាមួយខ្ញុំនៅរៀនហើយស្គាល់គ្នាតាមលេខទូរស័ព្ទនិយាយលេងធម្មតាហើយគាត់ក៏មកទិញអីញ៉ាំនៅកន្លែងខ្ញុំលក់ដូរអញ្ចឹងគាត់ក៏សន្យាថាចាំពេលដែលខ្ញុំអាយុបាន17-18ឆ្នាំព្រមការព្រមអីតដឹងយើងការអញ្ចឹងណាតែក្នុងអំឡុងពេលដែលពួកខ្ញុំស្គាល់គ្នាហ្នឹងគឺចូលឆ្នាំខ្មែរក្នុងអំឡុងពេលចូលឆ្នាំខ្មែរគាត់ក៏មកជួបនាងខ្ញុំក្នុងកំឡុងពេលចូលឆ្នាំខ្មែរព្រោះនៅក្នុងស្រុករបស់ខ្ញុំហ្នឹងគឺគេដាក់ធំបាសរួមនៅមុខកន្លែងកម្មវិធីដូចវាថាគេហៅការិយាល័យចាតែគេដាក់នៅកណ្ដាលភូមិអញ្ចឹងនៅមុខផ្ទះរបស់ខ្ញុំហ្នឹងគឺតាមខ្នល់ជាតិគឺគេដាក់នៅមុខផ្ទះខ្ញុំហ្នឹងហ្មងអញ្ចឹងណាពេលដែលគាត់មកជួបខ្ញុំអញ្ចឹងកូននាំគ្នានិយាយគ្នាលេងធម្មតាអញ្ចឹងក៏មិនទាន់មានតំណងថាជាស្នេហាព្រោះពេលហ្នឹងខ្ញុំនៅក្មេងខ្ញុំនៅរៀនអញ្ចឹងគាត់ក៏សន្យាថាពេលដែលភ្ជុំគាត់នឹងឲ្យប៉ាម៉ាក់គាត់មកសួរនាំយើងទុកសម្រាប់2ឆ្នាំក្រោយដើម្បីយើងរៀបការឲ្យយើងគ្រប់អាយុ18ឆ្នាំអញ្ចឹងណាចាតែដល់ពេលកន្លងមកខ្ញុំក៏ប្រាប់ថាខ្ញុំនៅក្មេងចាំឲ្យគាត់ទៅរកលុយទៅហើយពេលហ្នឹងគាត់ជាកូនអ្នកចំការតលូងម៉ាក់គាត់លក់ធ្វើចំការតលូងអញ្ចឹងពេលដែលចូលដល់ខែ8ចិត្តភ្ជុំហ្នឹងម៉ាក់គាត់លក់តលូងបានតែបានតែ4លានទេអញ្ចឹងបានតែ4លានទេបានតែ4លានពេលមួយចំនួនហ្នឹងគឺខ្ញុំប្រកបសុំនិយាយប្រកបមួយគាត់យកគាត់12លានមួយចំនួនហ្នឹងចាព្រោះអត់មានលុយដុល្លារអីដូចមួយចំនួនឥឡូវទេ
cứ kia vậy chỉ lôi khăm mài chẳng á thấy con vậy kia lên xa xa vậy lên kia thong đa chẳng pe đây cả lỗ mất đó cho khai phẩm buồn quạt sông mạng quạt sông pa quạt tư khai rọt nạc gì thấy quạt có sông trong này có thằng ông trai ở nhôm sông trái tư khai rọt nạc gì rồi lôi bàn tham chẳng á phụ ấy cho đó khai đậu mùi ấy còn ơi mạng pa con su non dương chẳng á hay nhóm của thằng sẽ chập pu bờ sân chập pu cái thằng tao hồ lôi nâng lõ ban lôi chớn chập cho su non nhóm anh pu cái từ nhưng trong con vậy chẳng hay quát có sông pa mạng quát trong một lòng pe chung nắng tư ở từ rồi lùi đầm bay vô mà su non dương chẳng hạn không sau này chẳng đừng khai động mũi quát nâng ai pa mạng quát một châu su non dương chẳng hạn chà còn là su non tục để sao tại dương nơi khmer nhưng nơi sơ sả lan là lôi tại quát khai miền kê mơ khơi dương này là tị chẳng hạn này bông chà đập pe khỏi máu đo tập trung pe tập trung hơi quát của lan tư châu đó khai đắp quát tự đập trừ có tháng còn ở trong thưa ca khăn có trong đập chớ là bay chập ban lùi chẳng á phùi bị chết đó ngay đây cầm nọt màu su nôm dương là bay chẳng còn có tận trừ ca nó dạ bay tai đôi chiều bay chi chết mấy năm chà chết mấy năm thì phù nó mới nhom đời không em dương mình toàn che sả lạnh chạy đi chà khoảng là tha mày ơi quát pin trận dưới mày ơi dưới của pin trận của vật chà chẳng quát khát tổng sang khang có đặt ham quát đi chà có đặt ham khăn phun cho nó nó cứ ta mày chởn chiêng sờ lạnh để chật ảnh nó bây giờ toàn chơi sờ lạnh toàn chơi ý trắng á và to pe để quạt từ khác cứ quạt tay chặt kho màu mình tha là nghĩ pe để quạt sầm rạ nhắm bái cứ quạt kho màu tôi chạy anh thợ ấy chạy nhắm bài nữa trắng á miền mong kho được ở đây trà miền trong kho miền mong là bông trà tôi tha ở pe khác pe mong bảy phải cho tới quạt kho màu đồ chà xui dương nhắm ấy nữa pe phải trắng nhóm cục hẹp có thằng toàn nhà mấy pu chơi mua cho mui mong đập mui ngày còn ấy chứng quật kho mà rồi hay đừng xây cái cứ bề dục bề đây có tận này bụi bò căng hết cứ quật kho lại mong thị trấn cứ mong đập mui được chà kho nó lên thôi mà đã là hốt nó bề đây ngày mui nữa dương ở bên đang thà vì chẳng bao giờ tát có bắt xua nhóm hay còn xua tha ôn nước lạnh còn ẩn hay con tăng lại con ở đây vậy thằng ôn bong rồi việc mà gì tay ngày nó cứ quất vậy máu cứ việc bên lại vậy máu đôi ở dân chập lòng pe mau đậm mùi dục á vậy tại tông như lọ mau nó quạt mang vậy thằng lại này anh vậy ôn bong tê tông tê nó tê còn vậy mấy nè lại còn vậy mình không mà đa pe lại của pe cái lọ máu cuộc nhung tầng pin á cứ vậy cái nia mình mẹ anh chị ôn bong này trái hơi đừng pù chà nhung hai con pù dân quạt hai nhung trà ở đây mình vậy thằng ôn bong ấy chơi mùi ở đây cứ ở đây vậy hay nâng ca sả lạnh hay nâng ca bờ búa nhung tận nơi luôn nơi đặc gì còn ở đây bờ búa đưa mua của quận hai ở đây sao còn ở đây thì có kho mau du chà có kho mau du còn kho mau chúng ta cả làm mau chiêng một hai ti tôi tại chúng cái mạng nhung đây oi chân á bạn bắt tôi sạp kinh thôi chẳng cứ ro cả tháng ngày ở đây đó pe tháng ngày để còn bên bành hết dục nó pe phật còn ở đây kho mà sao nó giả pe pi ngay chọc nè còn ở kho màu này không cùng lóng pe dục màu cho màu đập pi từ màu mùi tu sạp quạt rồ quạt kho máu nên trong hết kho hết cột đánh tay đập pe nhung kho có bên kho là trâu này không giả pe pi ngay đó cứ nhung kho quạt cứ ở trâu từng dục từng ngày ta ở trong mong đập pi dục mong mua dục cứ quạt kho màu con gì play bởi nhung có tha ở đây sẽ lạnh bò có xua ôn trăng bóng ôn đây sẽ lạnh bóng hay ôn con giấy phủ và anh ấy nó play mấy tay sầm lên bọc quất hơi nâng sầm lên vậy vì muốn cứ khóc như thế này đôi mà nữ sen thế nhé lốc sầm lên trà lại bỏng cứ rồi lốc sầm lên đôi xa đôi mà nữ đẹp điều thay con đôi ban nhầm bay chứ hay trà hay vậy cho bay vậy đôi tuổi sáp nấp sen mà nữ nấp sông vậy chứ ngay việc này mình chứ ngay việc này trà vậy thấy nhưng trong cái này chúng nó bố nó bắt cao ý kì chúng nó mình tên chúng nó là bắt cao ấy hay đấy ban thì vậy ở ban bay này tí con xua ta mà ở đây sẽ lạnh bong ở dương ở toàn ban chloi tha sẽ lạnh có bắt đưa mua cùng mà chi một đách bạch rồi khối mà tiết hay chỉ cam được tiết chả cứ kho lọt trôi mà đó là p hay chỉ 5 tí khỏi thiên con kho mà tiền còn anh trong nơi mũi bong ở quạt tay ta xua bây lại quạt kho mau quạt bên xua đôi bị muốn này cứ quạt xua ôn trong ta nơi chỉ mũi bong ở xua tập biện nè không được dạ p đâu
5 ថ្ងៃក្នុងរយៈពេល5 ថ្ងៃហ្នឹងគឺគាត់នៅតែសួរថាអូនស្រឡាញ់បងអត់អូនចង់ទៅរស់នៅជាមួយបងអត់រៀបចំខោអាវមកបងចាំអូននៅមុខផ្ទះតែសំលេងគឺឆ្កែលូអត់ឈប់ក្នុងរយៈពេល5 ថ្ងៃឲ្យតែម៉ោង11ម៉ោង12យប់គឺឆ្កែលូមកផ្ទះនេះខ្ញុំក៏នៅខ្នល់ណាបងចានៅខ្នល់ជាតិអញ្ចឹងដល់ទៅពេលយើងមើលពេលដែលខ្ញុំមើលតាមប្រួចអត់មានឃើញអីទាំងអស់អត់មានឃើញអីទេតែឆ្ងល់ហេតុអីបានជាគាត់តែងតែមកបបួលខ្ញុំហើយខ្ញុំសួរថាហេតុអីបានជាពេលថ្ងៃខ្ញុំខលទៅអត់ចូលខ្ញុំខលទៅពូអត់ចូលហើយឲ្យតែពេលម៉ោង11 12យប់មិនបានពូខលមកខ្ញុំហើយបបួលខ្ញុំទៅរស់នៅជាមួយតែពេលថ្ងៃគាត់ដែរខលមកហ៎អត់ដែរទេក្នុងរយៈពេល5 ថ្ងៃចាក្នុងរយៈពេល5 ថ្ងៃហ្នឹងគឺគាត់អត់ដែរខលមកអត់សោះមកហើយបើខ្ញុំខលទៅគឺអត់ចូលតាក់តងអត់បានហើយខ្ញុំសួរអ្នកដែលគេស្គាល់គាត់ចិត្តដិតនៅក្នុងគុកគេអត់មាននិយាយទាំងអស់គេអត់ប្រាប់យើងទេដល់ទៅពេលថ្ងៃចុងក្រោយគាត់និយាយតែមួយម៉ាត់ថាចាំបងមកយកអូនឯងទៅនៅជាមួយយើងទៅរស់នៅរតនគិរីទាំងអស់គ្នាទាំងពីរនាក់គាត់និយាយតែប៉ុណ្ណឹងនិយាយប៉ុណ្ណឹងហើយបាត់គាត់រហូតដល់7 ថ្ងៃរហូតដល់ថ្ងៃទី7ដល់ថ្ងៃទី6មិត្តភក្តិគាត់បើកឡានមកដល់មុខផ្ទះគាត់សួរខ្ញុំថាអូនឯងអត់ទៅបនសពរតនាទេគាត់និយាយចឹងហ្មងចាអូនអត់ទៅបនសពរតនាថាមិនបានត្រូវទៅបនសពរតនាខ្ញុំឆ្ងល់ចឹងថាមិត្តភក្តិគាត់ហ្នឹងប្រាប់អូនចាថាមិនក៏អូនឯងអត់ទៅមិនក៏ចាឯងអត់ទៅបនសពរតនាសួរខ្ញុំចឹងបងទាំងតែខ្ញុំនឹងគាត់នឹងបងរតនានិយាយទូរស័ព្ទជាមួយគ្នារាល់យប់ចានិយាយរាល់យប់និយាយយូរអូនអត់យូរទេបងគាត់អត់ដូចពីមុនចាអត់ដូចពីមុនគាត់និយាយជាមួយខ្ញុំយ៉ាងច្រើន2 នាទីដាច់បាត់ហើយគឺខ្ញុំខលទៅគឺអត់ចូលចាគឺខលទៅគាត់គឺអត់ចូលទេតែបើគាត់ខលមកខ្ញុំគឺចូលហើយសំឡេងដែលគាត់និយាយគឺឡងគីឡូពេលដែលគេសួរប្អូនថាអត់ទៅធ្វើបុណ្យសពនោះប្អូនឆ្លើយមួយគាត់ថាម៉េចខ្ញុំក៏និយាយថាមិនបានត្រូវខ្ញុំទៅបុណ្យសពពូរតនាមិនបើពូរតនាជាមួយខ្ញុំមួយថ្ងៃទៅខ្ញុំនិយាយចឹងបាទខ្ញុំក៏យកលេខទូរស័ព្ទមកឲ្យគេមើលយកទូរស័ព្ទកាន់ប្រើរបៀបចុច7ណាបងចាប្រើទូរស័ព្ទចុច7ខ្ញុំក៏យកទូរស័ព្ទមកឲ្យគាត់មើលខលទៅខលមកឃើញមានលេខខលទៅខលមកលេខចាឃើញខលទៅខលមកដល់ពេលនោះមិនប្រាប់គាត់ថាអត់ទេចាឯងច្រឡំហើយរតនាស្លាប់បាត់ស្អែកហ្នឹងគឺ7 ថ្ងៃរបស់គាត់អូចាពេលហ្នឹងខ្ញុំមានអារម្មណ៍ថាខ្ញុំចាក់ដៃទៅចាក់ជើងហ្មងស្លុតក្នុងចិត្តហ្មងព្រោះអីសូម្បីតែម៉ែក៏គាត់ដឹងដែរចាម៉ាក់ខ្ញុំក៏គាត់ដឹងថាខ្ញុំនិយាយទូរស័ព្ទជាមួយគាត់រាល់យប់តែអ្វីដែលខ្ញុំឆ្ងល់អ្វីដែលខ្ញុំសង្ស័យគឺពេលដែលក្នុងរយៈពេល6 ថ្ងៃ5 ថ្ងៃ6 ថ្ងៃចុងក្រោយគឺគាត់ប្លែកខ្ញុំមានអារម្មណ៍ថាគាត់ប្លែកទាំងដែលខ្ញុំអត់ដឹងថាគាត់ស្លាប់ខ្ញុំអត់ដឹងសោះចឹងមានន័យនៅក្នុងចន្លោះដែលប្អូននិយាយទូរស័ព្ទជាមួយគាត់ហ្នឹងគឺគាត់បានស្លាប់បាត់ទៅហើយចាគាត់បានស្លាប់ហើយលេខទូរស័ព្ទនោះប្អូនបានបង្ហាញទៅដល់មិត្តភក្តិគាត់ដែរចាហើយទៅពេលនេះឆ្លងមួយគ្នាថាម៉េចគាត់ថាចាឯងរតនាឡងព្រោះពេលដែលយកសាកសពមកសាកសពរបស់គាត់ទឹកហើយសូម្បីតែទូរស័ព្ទដែលអត់ទេណាបងគាត់ដឹកឈើអញ្ចឹងណាចាគាត់ទៅស៊ីឈ្មោះដឹកឈើចុះពីលើភ្នំមកចាក់ប្រាំងម៉ូតូកលាប់ម៉ូតូហ្នឹងធ្លាក់ឈើហ្នឹងកិនពីលើហ្មងចាហើយម្នាក់នេះធ្លាក់ជ្រុះទៀតណាចាគាត់ធ្លាក់ជ្រុះហើយទូរស័ព្ទដែលគាត់ខលមកខ្ញុំបងប្អូនគាត់ម៉ាក់គាត់មិត្តភក្តិគាត់ថាគឺរត់ឃើញទូរស័ព្ទហ្នឹងគឺរត់ឃើញហើយហេតុអីបានជាទូរស័ព្ទហ្នឹងខលមកខ្ញុំរាល់យប់ទាំងតែទូរស័ព្ទហ្នឹងគេរត់ឃើញហ្នឹងធ្លាក់ចូលទឹកបាត់ហើយហ្នឹងចំចម្លែកណាអ្នកនាងលំអងនេះបើសិនតែយើងស្ដាប់និយាយតគ្នាយើងបាក់ជឿណាតែដល់សម្ដីខ្លួនបាទស្ដាប់ហើយរឿងហ្នឹងខ្លួនខ្ញុំផ្ទាល់ហ្មងចាខ្លួនខ្ញុំផ្ទាល់ហ្មងរហូតដល់មកធ្វើជារឿងល្អរហូតដល់ពេលដែលខ្ញុំដឹងថាគាត់ស្លាប់ហើយបងប្អូនគាត់មុតភ័ក្រគាត់ប៉ាម៉ាក់គាត់ឲ្យខ្ញុំទៅបន់7 ថ្ងៃហ្នឹងខ្ញុំអត់ហ៊ានទៅខ្ញុំធ្លាក់ខ្លួនឈឺហ្មងចាខ្ញុំធ្លាក់ខ្លួនឈឺព្រោះសំឡេងដែលគាត់និយាយចុងក្រោយក្នុងរយៈពេល5 6 ថ្ងៃចុងក្រោយគឺនៅក្នុងត្រចៀកខ្ញុំអូនស្រឡាញ់បងអត់គាត់និយាយស្រឡាញ់គីឡូចាគាត់និយាយថាអូនស្រឡាញ់បងអត់អូនព្រមទៅរស់នៅជាមួយបងអត់ភាសាហ្នឹង
គឺនៅក្នុងតិចខ្ញុំរហូតរយៈពេលដែលពួកខ្ញុំជួបគ្នាស្គាល់គ្នារយៈពេលមួយឆ្នាំទាំងដែលយើងអត់មានមនោចេតនាអត់មានចិត្តស្រឡាញ់គ្នាឯងចាតែសំឡេងរបស់គាត់គឺនៅក្នុងតិចនៅក្នុងខួរក្បាលខ្ញុំនៅក្នុងបេះដូងនៅក្នុងចិត្តខ្ញុំតតែសក់ថ្ងៃខ្ញុំនៅតែចងចាំខ្ញុំចងចាំនេះចម្លែកត្រង់ថាមកឈរចាំមុខផ្ទះទៀតចាឈរចាំខ្ញុំនៅមុខផ្ទះគាត់ថាអូនយកខោអាវមកគាត់និយាយចឹងយកខោអាវតាបន្តិចមកគាត់និយាយពិសាអូនយកខោអាវតាបន្តិចមកបានហើយបងចាំនៅមុខផ្ទះតែនៅពេលដែលបងអូនអើតមើលទៅលើពីក្នុងផ្ទះមកអត់ឃើញទេអត់មានឃើញឲ្យឃើញក្រៅពីដូចថាឆ្កែលូអញ្ចឹងណាបងចានៅមុខផ្ទះឆ្កែច្រើនធម្មតានៅក្នុងភូមិនៅស្រុកស្រែឆ្កែចាគឺសម្បូរតែនៅឲ្យខែភ្លឺទៀតក្នុងកំឡុងពេលនោះគឺខែភ្លឺណាបងចឹងបានន័យថាអត់មានឃើញអីទាំងអស់ក្រៅពីខ្យល់បក់ល្វើយហើយសត្វធាតុវាយកឆ្លូជ្រើនេះលូឆ្កែលូពេញតភូមិហ្នឹងហើយខ្ញុំចេះមើលក្នុងរយៈពេល3ថ្ងៃគាត់មកហៅអូនរៀបចំកៅអៅមកថ្ងៃខ្លះគាត់ថាមិនបាច់យកកៅអៅក៏បានដែរចេញមកតែខ្លួនមកបងចាំអត់ឯងរាល់ថ្ងៃក្នុងរយៈពេល3ថ្ងៃគាត់ហៅក្នុងរយៈពេល3ថ្ងៃហ្នឹងហៅជាប់គ្នាហ្មងចឹងមានន័យថាគាត់ស្លាប់ហើយតែគាត់នៅអាឡោះអាឡៃខ្ញុំឆ្ងល់ថាពេលហ្នឹងគាត់ស្លាប់នោះគាត់ទៅកើតក្នុងកំណើតអីផ្សេងណាប៉ុន្តែអាចនិយាយឆ្លងឆ្លើយនេះតាមទូរស័ព្ទបានខ្ញុំឆ្ងល់ឡើងហ្នឹងខ្ញុំក៏ឆ្ងល់ដែរបាទខ្ញុំស្ដាប់រឿងខ្ញុំឆ្ងល់តាមមានមែនមានច្រើនណារបៀបហ្នឹងចាខ្ញុំតាមស្ដាប់គ្រប់អ្នកចរាចរណ៍ភ្លាមដល់ផ្ទះភ្លាមមកស្រស់អង្គុយញ៉ាំបាយញ៉ាំអីបើប្រពន្ធអញ្ចឹងចាហើយប្រពន្ធចេះឆ្ងល់ឆ្អាបឈាមចាខ្ញុំកាត់ទៀតនិយាយកាត់ទៀតកាត់ខ្ញុំសម្រាប់ខ្ញុំថាខ្ញុំកាត់ទៀតឡើយនិយាយទៅវាតាក់ទៀមគ្នាណាខ្ញុំនិយាយតែបងប្អូនចាហើយប្រពន្ធចេះឆ្ងល់ស្អាតឈាមអង្គុយញ៉ាំបាយមួយគ្នាអញ្ចឹងអង្គុយញ៉ាំបាយអញ្ចឹងតែគាត់ងូតទឹកឯធម្មតាត្រឡប់គាត់មករកគាត់ងូតទឹកសិនមកញ៉ាំបាយតែម្ដងនេះគាត់មកគាត់ញ៉ាំបាយមកញ៉ាំបាយគាត់ងូតទៅគាត់ឡើងគេងអត់និយាយរកប្រពន្ធទេដល់ពេលព្រលឹមឡើងប្រពន្ធងើបឡើងព្រលឹមស្រាងបាត់ប្តីអត់ឃើញទេអ្នកផ្ទះហ្នឹងមិនតែមកថាឲ្យទៅធ្វើបងខ្មោចប្តីទៅនៅមួយគ្នាហ្នឹងមានច្រើនណាស់ខ្ញុំស្ដាប់មានច្រើនណាស់ចាអូនសុំតបទៀតចាពេលដែលខ្ញុំប្រាប់គាត់ថាខ្ញុំអត់ទាន់ហ៊ានទៅមួយពួកឯងទេពួកឯងអត់ទាន់សួរនាំខ្ញុំផងខ្ញុំទៅតាមពួកឯងមិនគាត់ថាមកសិនមកគាត់និយាយចឹងមកសិនមកបើកតាទ្វារអូនអាចចាំសំឡេងគាត់អានឡាយនឹងអាចចាំសាកតិចគាត់ធ្វើមិនគាត់ហៅខ្ញុំវាថាចាញ់មកតែគាត់សំឡេងគាត់ធម្មតាគូវែងគាត់ហៅចាញ់មកចឹងចាចាញ់មកសិនមកគេចឹងខ្ញុំគូសបចាគាត់អូនចាញ់មកសិនមកគាត់នៅតែនិយាយចឹងបើកទ្វារតាមបន្តិចមកក៏បានដែរគាត់ចង់ឃើញមុខខ្ញុំគាត់និយាយចឹងហើយយប់ហើយហ្នឹងម៉ោង12ហ្នឹងអញ្ចឹងមិនបានខ្ញុំត្រូវទៅបើកទ្វារគាត់ចាបើសិនជាគាត់ខ្ញុំថាចុះពេលថ្ងៃមិនក៏មិនមកអីពេលយប់ចុះពេលនោះបើសិនជាអនឡាញទៅបើកប្អូនទៅបើកទ្វារឲ្យគាត់ចូលមកបានមិនអញ្ចឹងគឺថាអញ្ចឹងលោកសំណូខ្មោចអញ្ចឹងបើយើងមិនហៅចូលបានទេព្រោះយើងមានជំនាញតែមានអីថែសាច់ចឹងតែបើយើងម្ចាស់ផ្ទះហៅគឺចូលមកបានពេលហ្នឹងចៃដងបើសិនជាអនឡាញបើកទ្វារឬក៏បើកប្អូនអនឡាញហៅគាត់ចូលមកមិនក៏មិនចូលមកផ្ទះខ្ញុំអត់ចុះអីចឹងណាបើសិនណាច្បាស់ជាខ្មោចនឹងចូលក្នុងផ្ទះបានហើយចាប្រហែលជាចៃដងអនឡាញអត់បើកព្រោះអីពេលដែលគាត់នៅខាងក្រៅហ្នឹងខ្ញុំសួរថាមិនបានមិនមកពេលថ្ងៃខ្ញុំមិនអាចឲ្យពួកឯងចូលមកបានទេព្រោះអីម៉ែនៅផ្ទះហើយណាមួយយប់ពួកឯងប្រុសទៀតខ្ញុំមិនឲ្យចូលទេខ្ញុំនិយាយចឹងអូននិយាយប្រាប់គាត់ចឹងណាខ្ញុំថាអត់ឲ្យចូលទេពួកឯងទៅផ្ទះសិនទៅយប់ហើយជីអីមកអូនសួរគាត់ចឹងគាត់ថាអត់ជីអីទេតែសំខាន់គាត់ចង់ឃើញមុខគាត់នៅតែនិយាយទៅដែរចឹងគាត់ចង់ឃើញមុខខ្ញុំគាត់ចង់ឲ្យខ្ញុំបើកទ្វារចេញមកគាត់ថាចឹងណាគាត់ចង់ឃើញមុខខ្ញុំដែរគាត់ស្រឡាញ់ខ្ញុំខ្លាំងគាត់ចង់យកខ្ញុំទៅរស់នៅខេត្តរតនគិរីជាមួយគ្នាគាត់នៅតែនិយាយចឹងហើយដល់ពេលហើយខ្ញុំមានអារម្មណ៍ថាខឹងគាត់គាត់ថាឈួតទេពួកឯងឈួតទេអាណាមករកមនុស្សស្រីទាំងកណ្ដាលយប់ហើយពួកឯងមិនតន់ចូលសួរនាំខ្ញុំពីអង្ការបានទេខ្ញុំឈប់និយាយមួយពួកឯងខ្ញុំក៏បិទទូរស័ព្ទប្រហែលជា5នាទីចាប់ដើមខាងក្រៅខ្យល់វូហើយឆ្កែព្រុសកាន់តែខ្លាំងនឹងចូលដល់ថ្ងៃដែលបញ្ចប់ហើយពេលដែលថ្ងៃស្អែកឡើងព្រលឹមឡើងខ្ញុំដឹងគាត់ថាខ្ញុំអត់បានស្រឡាញ់គាត់ទេគាត់និយាយចឹងគាត់ថាអូនឯងឈប់ស្រឡាញ់បងហើយមែនខ្ញុំសួរចឹងខ្ញុំថាឥឡូវចាំស្អែកចាំនិយាយគ្នាខ្ញុំចឹងខ្ញុំក៏និយាយថាចាំស្អែកចាំនិយាយគ្នាព្រោះនិយាយស្មាននេះគឺអត់ចូលគ្នាគាត់នៅតែព្យាយាមឲ្យខ្ញុំបើកទ្វារសិនហើយខ្ញុំក៏បិទទូរស័ព្ទអារម្មណ៍របស់ខ្ញុំគូព្រឺសបល់ចូលមកមានអារម្មណ៍ធម្មតាចាមានអារម្មណ៍ថាសូម្បីតែខ្ញុំហៅប្អូនស្រីដែលគេជាមួយខ្ញុំប្អូនស្រីបកើតរបស់ខ្ញុំហៅក៏គេអត់ដឹងខ្លួនគេអត់ភ្ញាក់
ខ្ញុំហៅម៉ាក់ខ្ញុំក៏ម៉ាក់ខ្ញុំក៏អត់លឺអត់ដែលមានអ្នកណាលឺពេលដែលខ្ញុំហៅពេលដែលខ្ញុំងើបឈរមើលតាមប្រួចមនុស្សខាងក្រៅក៏អត់មានក្នុងផ្ទះបាយជាអ្នកផ្ទះហៅអត់លឺទេហៅម៉ាក់ខ្ញុំក៏អត់លឺដែរហៅបងអូនស្រីខ្ញុំឲ្យដឹងខ្លួនក៏អត់ដែរចាហៅអត់ដឹងខ្លួនអត់មានអ្នកណាដឹងខ្លួនរហូតដល់ព្រលឹមឡើងខ្ញុំចង់ដឹងខ្ញុំខលទៅគាត់គឺខលអត់ចឹងម៉ោង10 ថ្ងៃត្រង់បានមិត្តភក្តិគាត់មកនិយាយប្រាប់ខ្ញុំរឿងថាគាត់ស្លាប់ហើយខ្ញុំសួរចុះទូរស័ព្ទឈឺអត់ឈឺពេលគាត់ស្លាប់ខ្លួនឯងឈឺដំបូងខ្ញុំអត់ជឿទេពេលដែលមិត្តភក្តិគាត់ថាស្លាប់ហ្នឹងគឺខ្ញុំអត់ជឿទេចាខ្ញុំអត់ជឿថាគាត់ស្លាប់ព្រោះគាត់ខលមកខ្ញុំរាល់ថ្ងៃតែខ្ញុំមានអារម្មណ៍ថាខ្ញុំចាប់ផ្ដើមឈឺហើយចាប់ផ្ដើមអត់ស្រួលខ្លួនចាប់ផ្ដើមពិបាកក្នុងខ្លួនហើយនៅពេលដែលមិត្តភក្តិគាត់ប្រាប់ថាគាត់ស្លាប់ដោយបងអូនអត់ជឿហ្នឹងខាងគាត់មានអីបញ្ជាក់មកបងអូនគាត់ឲ្យទៅផ្ទះតាខ្ញុំសុំលេខទូរស័ព្ទម៉ាក់គាត់ហើយនឹងរូបភាពដែលគេថតណាចាមិត្តភក្តិគាត់គេមានទូរស័ព្ទកម្មជំនាន់នោះដូចជា6300ណាបងណាទូរស័ព្ទអាណូគីអញ្ចឹងវាថតបានទូចូលមកឲ្យខ្ញុំសាកសពខ្ទេចអស់ពេលនោះបានជឿថាស្លាប់ចាហើយម៉ាក់គាត់ពេលដែលខ្ញុំខលទៅម៉ាក់គាត់ថាកូនអើយវាស្លាប់7 ថ្ងៃស្អែកហ្នឹងហើយខ្ញុំចាប់ផ្ដើមឈឺយកហ្មងឈឺយករហូតដល់អត់ហ៊ាននៅស្រុកខ្ញុំឈឺអត់ហ៊ាននៅស្រុកខ្ញុំដល់ពេលខ្ញុំឈឺខ្ញុំអត់ហ៊ាននៅស្រុកហ្នឹងទេខ្ញុំខ្លាចហ្មងព្រោះពេលយប់ឡើងគឺខ្ញុំចាប់ផ្ដើមព្រឺល្ងាហ្មងព្រឺល្ងាអត់សេះសោះគឺគេអត់លក់គឺពិបាកក្នុងខ្លួនពេលណាឯងជឿជាក់ថាគាត់ស្លាប់ហើយមិនមានអារម្មណ៍ចាពេលដែលគាត់ស្លាប់ហើយណាមួយទៀតរឿងទូរស័ព្ទរបស់គាត់ទូរស័ព្ទរបស់គាត់ណាបាត់រហូតអត់ឃើញហើយចុះហេតុបានទូរស័ព្ទនៅមានខលមកខ្ញុំតែពេលដែលខ្ញុំដឹងរឿងហ្នឹងគឺលែងមានខលលែងមានហើយខ្ញុំក៏ដូរលេខទូរស័ព្ទហើយក៏ខ្ញុំមករស់នៅភ្នំពេញទៅក៏វារៀងស្ងប់រឿងគាត់ហ្នឹងពេលដែលគាត់ដូចវាថារយៈពេល1 ឆ្នាំហើយអញ្ចឹងណាបងពេលដែល1 ឆ្នាំហើយអញ្ចឹងខ្ញុំក៏នៅស្រុកវិញមកតែពេលហ្នឹងចាពេលនោះអាចបានទៅធ្វើគាត់ទេអត់បានទៅទេអត់ហ៊ានទៅស្រុកនេះឆ្ងាយពីគ្នាក៏មិនបើសិនជាយើងជិះទៅប្រហែលជា20 គីឡូតែគ្នាណាទៅពេលហ្នឹងមានអារម្មណ៍ថាខ្លាចគាត់ហ្មងគាត់ឲ្យខ្លាចចាខ្លាចគាត់ហ្មងព្រោះរាល់យប់ឲ្យតែម៉ោង 6 ល្ងាចឡើងគឺមានអារម្មណ៍ថាព្រឺសបល់ដូចមានមនុស្សដើរតាមអញ្ចឹងមិនបាត់ចង់មកយកមែនតែគាត់ទៅឈឺចាគាត់ឈឺហើយមានអារម្មណ៍ថាដូចមានគេដើរពីក្រោយសូម្បីខ្ញុំទៅមុជទឹកឬមកខ្ញុំទៅរៀនខ្ញុំទៅធ្វើការអីក៏ដោយគឺដឹងតែមានអារម្មណ៍ថាមានមនុស្សដើរតាមពីក្រោយខ្ញុំមានអារម្មណ៍គាត់ថាខ្លាចហ្មងចាមានអារម្មណ៍ថាខ្លាចព្រោះអីនៅសុកមានស្មោលពីក្រោយយើងឈរពីក្រោយយើងអញ្ចឹងទៅចាដល់ទៅពេលថ្ងៃអីអានឹងអត់សូវជាប្រហែលទេតែបើពេលល្ងាចគឺដឹងមានស្មោលដើរតាមក្រោយយើងហើយអារម្មណ៍ក្នុងពេលដែលគាត់ស្លាប់បាន7 ថ្ងៃមួយអាទិត្យគឺលឺសពឃើញតែគាត់ឃើញគាត់ឈរពេលអាវពណ៌សដៃត្រឹមនេះហើយនឹងខោត្រឹមនេះពេលដែលគាត់មកជួបខ្ញុំដំបូងគាត់ស្លៀកខោខ្លីចាហើយនឹងអាវយឺតសត្រឹមហ្នឹងបានជាថ្ងៃគាត់ស្លាប់គាត់ស្លៀកអញ្ចឹងហ្នឹងចានឹងបានមកយើងវាមិនបានខ្ញុំវាអត់បានឃើញសាកសពឬមួយក៏ទស្សនភាពហ្នឹងអញ្ចឹងណាបងចាដល់ពេលអញ្ចឹងខ្ញុំឃើញពេលដែលគាត់មកគឺឃើញតែស្លៀកខោត្រឹមហ្នឹងខោត្រឹមជង្គង់ហ្នឹងហើយនឹងអាវដៃខ្លីពណ៌សត្រឹមចាឃើញតែប៉ុណ្្នឹងហើយនឹងអារម្មណ៍មួយគឺអត់សនុកចិត្តវាអត់អស់ចិត្តថាម៉ាក់មិនយកឯទៅគាត់ទៅអីស្រួយទឹកចាគាត់យកទៅស្រួយទឹកយកទៅវត្តដូចថាកាត់គ្រូហើយមានខ្សែដៃឲ្យពាក់អញ្ចឹងណាចាគាត់ឲ្យធ្វើឲ្យសូត្រលោកស្រួយទឹកឡើង7 វត្តស្រួយទឹកឡើង7 វត្តហើយបានលោកមិនបានទេថាម៉េចហាមយើងប្រាប់យើងអីព្រោះកាលហ្នឹងលោកប្រាប់ថាឲ្យខ្ញុំហ្នឹងកាត់គ្រោះកាត់អីចាញ់កុំឲ្យដើរឆ្ងាយហើយកុំឲ្យតាក់ទងជាមួយនឹងមនុស្សប្លែកចាលោកមានប្រកាសអញ្ចឹងឲ្យខ្ញុំចេញពីស្រុកចេញពីភូមិហ្នឹងមករយៈទៅអញ្ចឹងណាកុំតន់អាចចូលមកអញ្ចឹងដល់ពេលហើយម៉ាក់ខ្ញុំហ្នឹងគាត់ក៏ឲ្យខ្ញុំមកនៅភ្នំពេញទៅខ្ញុំចង់ងាកទៅក្រោយបន្តិចក្រោយពីប្អូនបានរៀបរាប់សារបានទៅដល់សាច់ញាតិខាងប្រុសណាពេលហ្នឹងគាត់ថាមិនដែរពេលដែលប្អូនធ្លាប់បានប្រស្រ័យតាក់ទងជាមួយគ្នាតាមទូរស័ព្ទក្នុងចន្លោះដែលគាត់បានស្លាប់បាត់ទៅហើយគាត់ប្រាប់ខ្ញុំថាគាត់ស្រឡាញ់ពេញចិត្តខ្ញុំអញ្ចឹងណាតែធ្វើម៉េចបើកូនប្រុសគាត់មិនអាចរស់នៅខ្ញុំចង់និយាយថា
ចង់សួរថាសាច់ញាតិរបស់គាត់ហ្នឹងគាត់គិតថាជាខ្មោចលងដែរឬក៏យ៉ាងម៉េច អូពេលដែលគាត់ស្លាប់ហើយខលនឹងខ្ញុំហ្នឹងមែន បាទ ចាគាត់គិតថាកូនប្រុសគាត់ហ្នឹងនៅកន្លែងខ្ញុំស្រឡាញ់ខ្ញុំខ្លាំង បាទ ចាអញ្ចឹងគាត់ថាកូនប្រុសគាត់ហ្នឹងនៅតែតាមខ្ញុំអញ្ចឹងចាគាត់ព្យាយាមឲ្យខ្ញុំទៅស្រោចទឹកស្រោចអីដែរអញ្ចឹងណាពេលដែលគាត់ស្លាប់ហើយ7ថ្ងៃហើយប៉ាម៉ាក់របស់គាត់មកនិយាយជាមួយម៉ាក់ខ្ញុំព្រោះអីម៉ាក់ខ្ញុំគាត់បានប្រាប់ដែរថាក្នុងកំឡុងពេលដែលថ្ងៃស្លាប់នឹងដល់ថ្ងៃ5ថ្ងៃហ្នឹងគាត់មករកខ្ញុំរហូតអញ្ចឹងខ្ញុំឈឺ បាទ ចាខ្ញុំឈឺអញ្ចឹងម៉ាក់ខ្ញុំក៏ប្រាប់ម៉ាក់គាត់អញ្ចឹងទៅម៉ាក់គាត់ថាអញ្ចឹងឲ្យមីអូនទៅស្រោចទឹកស្រោចចេញទៅព្រោះកូនគាត់ស្រឡាញ់ខ្ញុំខ្លាំងអញ្ចឹងពេលដែលគាត់ស្រឡាញ់ខ្ញុំខ្លាំងអញ្ចឹងបានន័យថាព្រលឹងគាត់វិញ្ញាណគាត់ អត់ទៅណាឆ្ងាយ ចាអត់ទៅណាឆ្ងាយនៅជាមួយយើងរហូតមកអញ្ចឹងគាត់ចេះតែបញ្ជាឲ្យខ្ញុំទៅស្រោចទឹកឲ្យអីចឹងណា ប្រហែលជាអញ្ចឹងហើយបើមិនអញ្ចឹងមិនហៅចេញពីក្នុងផ្ទះមកទាំងយប់ហើយពេលខ្លះបងប្អូនគិតថាដូចជាមានអ្នកតាមដូចអីឃើញរបៀបសមោលណាអញ្ចឹងមានន័យថាគាត់នឹងទៅកើតក្នុងកំណើតថ្មីហើយនៅក្បែរនោះក្បែរបងប្អូនសរុបមកបន្ទាប់ពីបងប្អូនរួមទាំងសាច់ញាតិទាំងខាងប្រុសទាំងខាងមិត្តភក្តិគាត់ទាំងម្ដាយរបស់បងប្អូនបានដឹងសាច់រឿងនឹងជាមួយគ្នាហើយក្រោយមកទៀតអត់មានការតំណែងមកគ្នាទេ ចាអត់មានទេ ភ្លាមៗនោះដូរលេខទូរស័ព្ទឬក៏យ៉ាងម៉េច ចាក្នុងរយៈពេលដែលគាត់ស្លាប់ហើយបុណ្យ7ថ្ងៃរបស់គាត់ហើយប្រហែលជា3ថ្ងៃខ្ញុំដូរលេខទូរស័ព្ទ បុណ្យសព7ថ្ងៃហើយ ក្រោយមក3ថ្ងៃក្រោយបានម៉ាក់ខ្ញុំទិញលេខទូរស័ព្ទដូរអ ញ្ចឹងក្នុងចន្លោះ3ថ្ងៃហ្នឹងវាអត់មានខលមកដែរ ចាអត់ទេតាំងពីពេលដែលខ្ញុំដឹងរឿងថាគាត់ស្លាប់ហើយអីចឹងអញ្ចឹងខ្ញុំអត់មានលេខគាត់តំណងមកខ្ញុំទៀតទេចាបាត់ឈឹងតាំងពីថ្ងៃដែលខ្ញុំដឹងរឿងតែគាត់ស្លាប់ ចឹងទៅនឹងក៏យើងត្រូវសង្កេតមើលទាំងអស់គ្នាដែរណាអ្នកលំអងរឿងយើងបែកគ្នាព្រាត់គ្នាតែយូរពេកតែមានចំណុចណាយើងនឹងមិនស្រួលគិតមើលសិនបាទហើយថ្ងៃហ្នឹងបើរឿងហ្នឹងបើសិនជាគាត់ចេញមកក្រៅមែនដឹងយ៉ាងម៉េចទេមិនដឹងថាត្រូវជួបហេតុការណ៍យ៉ាងណា ស្មានមិនត្រូវ ពេលដែលអូនឯងដឹងថាគាត់ស្លាប់ហើយគាត់លែងខលមកហ្មង ចា គាត់ដឹងថាអូនឯងដឹង ចា6ថ្ងៃនិយាយទៅ6ថ្ងៃល្មមតែបើសិនជានេះវាត្រូវតែថ្ងៃចូលបុណ្យសពហ្នឹងហើយថ្ងៃ7ថ្ងៃហ្នឹងចាតែគ្រាន់តែយើងរាប់ថាថ្ងៃទី6ថ្ងៃទី6 និយាយថាអូនឯងល្អដែរតែអូនឯងដូចរិស័យខ្ពស់គាត់មិនតែមានរឿងអញ្ចឹងប៉ុន្តែរបៀបថាខ្វៀងរហូត ចា បងស្រាប់រឿងគេបើសិនជាអូនឯងចេញពីស្រុកពីភូមិមែនណាតែខ្មោចហ្នឹងតាមរកអូនឯងពេញភូមិដើរគូសវាសួរគេមកឃើញអូនឯងអត់មកផ្លុកលឺនេះក៏អត់មានរយណាអត់មានតាមរកអត់មានអ្នកភូមិប្រាប់ថាម្នាក់ហ្នឹងរតនាហ្នឹងមកគូសវាសួរអូនឯងណាហ្នឹងហើយបើខ្ញុំស្ដាប់ហើយដូចចំណងយើងចេញពីភូមិហ្នឹងក៏មកខ្មោចតាមខ្មោចហ្នឹងដើរសួរគេពេញភូមិដើរយំដើរស្រែកពេញភូមិចា តែនោះគាត់វាប្រាប់ថាយើងទោះបីយើងអត់បានទៅបុណ្យសពគាត់ឬមួយទៅ7ថ្ងៃគាត់គឺយើងអត់ធូរហើយយើងវាប្រាប់ថាឲ្យលោកកាត់គ្រួធ្វើជាសូនរូបសូនអីចឹងណាបងដូររូបយើងអញ្ចឹងណាដុតទៅតាមវាប្រាប់ថាចាស់ ឧបកិច្ច ចាឧបកិច្ចជារូបយើងឲ្យសូនរូបដុតទៅអញ្ចឹងណាចាស់គាត់មានអបិយជំនឿហ្នឹងគាត់ដុតទៅអញ្ចឹងរូបរបស់ខ្ញុំហ្នឹងគឺខ្ញុំឡើងមកទីក្រុងបាត់ហើយចាអញ្ចឹងអ្វីដែលនៅសេសសល់ហ្នឹងគឺម៉ាក់ខ្ញុំហើយនឹងតាអាចារ្យហ្នឹងគាត់រៀបចំសំណែនសែនហើយនឹងដុតរូបធ្វើជាសូនរូបសូននេះថ្វាយគេអញ្ចឹងណាចាអញ្ចឹងតែពីនោះមកក៏បាត់ឈឹងទៅ រឿងហ្នឹងកើតក្នុងអំឡុងឆ្នាំណាដែរចាំទេ ខ្ញុំចាំបានគឺឆ្នាំ2016ចូល17 យូរដែរហើយ ចាបើមិនសុំទោសបង2006 2007 រត់ទៅយូរ ចា2006 2007ព្រោះពេលហ្នឹងខ្ញុំទៅអាយុ16 17ឆ្នាំឯងចាអាយុទៅប៉ុណ្្នឹងហើយប៉ុណ្្នឹងខ្ញុំនៅរៀនចាខ្ញុំនៅរៀនហើយម៉ាក់ខ្ញុំលក់ដូរអញ្ចឹងណាចា ចឹងរឿងទី1មានប៉ុណ្ណឹងណា ចាបង នេះជាសាច់រឿងពិតដែលបងអូនធ្លាប់បានឆ្លងកាត់ដោយខ្លួនឯងអត់មែនជាការប្រឌិតទេណា អត់ទេបងរឿងហ្នឹងគឺជារឿងពិតផ្ទាល់របស់នាងខ្ញុំ បាទ ចា